វាទីតបោះកុំធ្វើបាបមនុស្សមានខន្តីប្រយ័ត្នផែនដីស្រូបការកន្លងទៅហើយព្រះពោធិសត្វរបស់យើងសោយព្រះជាតិជាព្រាហ្មណ៍នាមកណ្ដៈនៅក្នុងក្រុងពេរិណសីមានការនឿយណាយនិងកិច្ចមានរវល់ក្រៃពេកក៏ចេញទៅបួសជាតាបោះនៅអាស្រ័យហេមវ័នហើយក៏មានបំណងចង់ឆាន់វត្ថុប្រៃនិងជូរក៏ត្រឡប់មកកាន់ក្រុងពេរិណសីគង់នៅក្នុងឧទ្យានរបស់សេនាបតីម្នាក់ជាអ្នកទំនុកបំរុងថ្ងៃមួយព្រះរាជាស្រវឹងស្រាជោគជាំមានស្រីរបាំចោមរោមជាបរិវារយាងទៅកាន់ឧទ្យានផ្ទុំកោយព្រះសិរៈលើផ្លូវស្ត្រីពេញប្រតីមួយរូបលងលក់ស្កប់ទៅគ្រានោះស្ត្រីទាំងឡាយដតីឃើញព្រះរាជាផ្ទុំលក់ហើយក៏បបួលគ្នាទៅកាន់ឧទ្យានឃើញព្រះពោធិសត្វគួងទៀបគុលសាលព្រឹកដែលមានផ្ការីកស្គុះស្គាយប្រសាយសុំសាខាសំយងមែកចុះមកក្រោមហើយថ្វាយបង្គំអង្គុយស្ដាប់ធម៌ដោយសេចក្តីគោរពព្រះរាជាតានឡើងមិនឃើញស្រីទាំងនោះទ្រង់ខ្ញាល់ជាខ្លាំងហើយចាប់ព្រះខ័នយាងទៅកាន់សំណាក់តាបោះពេលនោះស្រីម្នាក់ដែលមានសេចក្តីស្និទ្ធស្នាលនឹងព្រះរាជាជាងគេស្ទុះទៅចាប់ព្រះខ័នពីព្រះហស្ថព្រះអង្គព្រះរាជាសួរពោធិសត្វដោយអាការៈគួរខ្លាចថាណែស្រងកំណោអ្នកចូលចិត្តនិយាយថាម៉េចបបិទ្ធមហារាជអាត្មាភាពចូលចិត្តនិយាយថាខន្តីយ៉ាងម៉េចហៅថាខន្តីការមិនបៀតបៀនសត្វទាំងឡាយមិនធ្វើបាបសត្វទាំងឡាយមិនប្រទោសចំពោះសត្វទាំងឡាយដែលជេរប្រហារដាសាចំពោះខ្លួនព្រះរាជាគិតថាអញបានឃើញខន្តីរបស់តាបោះនោះឥឡូវហើយត្រាស់ហៅបរិសម្នាក់សម្រាប់ចោលមកបង្គាប់ថាចូលអ្នកទាញតាបោះចង្រៃនេះផ្ដួលលើផែនដីហើយយករំពាត់មានបន្លាមកវាយ2000រំពាត់គឺខាងមុខ500រំពាត់ខាងក្រោយ500រំពាត់ខាងឆ្វេង500រំពាត់ខាងស្ដាំ500រំពាត់ដូចគ្នាបុរសនោះធ្វើយកចិត្តទុកដាក់តាមព្រះរាជបញ្ជាព្រះរាជាត្រាស់សួរម្ដងទៀតថាអ្នកចូលចិត្តនិយាយថាម៉េចបបិទ្ធមហារាជអាត្មាចូលចិត្តនិយាយថាខន្តីតែព្រះអង្គបែរជាសម្គាល់ថាខន្តីនៅនាចន្លោះស្បែកអាត្មាភាពទៅវិញមិនមែននៅចន្លោះស្បែកទេព្រះអង្គខន្តីនេះនៅក្នុងចន្លោះបេះដូងដ៏ជ្រៅរបស់អាត្មាភាពណែអ្នកចូលកាត់ដៃកាត់ជើងតាបោះនេះឲ្យឆាប់រាជបរោះក៏កាត់តាមព្រះរាជបញ្ជាព្រះរាជាត្រាស់សួរជាគម្រប់3ដងថាអ្នកចូលចិត្តនិយាយថាម៉េចបបិទ្ធមហារាជអាត្មាភាពចូលចិត្តនិយាយថាខន្តីតែព្រះអង្គបែរជាសម្គាល់ថាខន្តីនៅនឹងដៃជើងអាត្មាទៅវិញខន្តីក្នុងដៃនឹងជើងគ្មានទេណែអ្នកចូលកាត់ច្រមុះនិងត្រចៀកតាបោះនេះឲ្យឆាប់បរិសនោះក៏ធ្វើតាមព្រះរាជបញ្ជាដូចលើកមុនព្រះរាជាត្រាស់សួរតែពាក្យដដែលតាបោះក៏ឆ្លើយតែពាក្យដដែលដូចគ្នាដរាបតែព្រះរាជាខ្ញាល់ជាខ្លាំងលើកជើងទាត់កណ្ដាលដើមទ្រូងព្រះពោធិសត្វមួយជើងផឹងយ៉ាងធ្ងន់ទើបថយចេញទៅក៏ត្រូវផែនដីស្រូបក្បែរឧទ្យានឲ្យទៅកើតក្នុងអវជ័យមហានរកមានអណ្ដាតភ្លើងក្រហមច្រាឆ្អៅឆេះររៀលស្រោបពេញខ្លួន
គ្រាន់តែស្ដេចអសប្បុរសចេញទៅភ្លាមសេនាបតីចូលទៅជួតឈាមព្រះពោធិសត្វហើយឲ្យលោកគង់ចុះនិយាយយ៉ាងនេះថាប្រសិនបើលោកម្ចាស់ដ៏ចម្រើនខ្ញាល់គួរខ្ញាល់ចំពោះតែព្រះជាដែលធ្វើកំហុសដល់លោកម្ចាស់សូមគុំខ្ញាល់នឹងជនដតីតបោះស្ដាប់ពាក្យនោះហើយពោលថាយោមេហត្ថេចបាតេចកណ្ណនីសញ្ចៈឆេតយិចេរង្ជីវតុសោរិជាណហិកិច្ឆន្តិមេតិសាព្រះរាជាអង្គណាត្រាស់បង្គាប់ឲ្យកាត់ដៃជើងត្រចៀកនិងច្រមុះអាត្មាសូមឲ្យព្រះរាជាអង្គនោះមានព្រះជន្មវែងបណ្ឌិតទាំងឡាយអំបាលយ៉ាងអាត្មាមិនខឹងព្រះផ្ដាស់ទេតបបងពោលយ៉ាងនេះហើយក៏ធ្វើមរណកាលក្នុងឧទ្យានថ្ងៃនោះឯងព្រោះហេតុនោះព្រះភគវាត្រាស់ថាអហុអតីតមត្ធានេសមណោខន្តិទីបណោតាំងខត្តយាយេវៈថេតាំងកាសីរិជាអឆេតយិក្នុងកាលដ៏យូរលងហើយសមណៈអ្នកពោលសរសើរខន្តីត្រូវស្ដេចកាសីប្រើឲ្យគេសម្លាប់ខ្លួនដែលស្ថិតនៅក្នុងខន្តីស្ដេចកលាពុកក្នុងកាលនោះគឺភិក្ខុទេវទត្តក្នុងកាលឥឡូវនេះឯខន្តីវេទីតបោះគឺព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូយើងនេះឯងរឿងនេះក៏បានបញ្ចប់តែប៉ុណ្ណេះសូមអរគុណរឿងសច្ចវាទិនីនិយាយពាក្យពិតគួងបានទៅកើតក្នុងស្ថានទេវលោកកាលពីដើមមានស្ត្រីម្នាក់មិនបានឲ្យទានមិនបានធ្វើការបូជាមិនបានស្ដាប់ធម៌ទេក្នុងមួយជាតិនេះគ្រាន់តែរក្សាពាក្យសច្ចៈប៉ុណ្ណោះលុះស្លាប់ទៅបានទៅកើតក្នុងស្ថានទេវលោកសោយទ្រព្យសម្បត្តិជាសុខសាន្តសម្រានសម្រួលកាយដោយសិរីមានបរិវារគាល់ជាច្រើនគ្រាក្រោយមកព្រះមហាមោគលានមានមហិទ្ធិឫទ្ធិច្រើនបានថ្វាយបង្គំទូលាព្រះបរមសាស្តាជាម្ចាស់ទៅកាន់ស្ថានទេវលោកដើម្បីនឹងបានពិនិត្យស្ថានភាពផ្សេងនិងសួរបញ្ញកម្មខ្លះៗយកមកផ្សាយក្នុងចម្ពោះភាពនេះការព្រះសាសនាអនុញ្ញាតហើយក៏និមន្តទៅស្ថិតនៅទីបទ្វារនៃទេពធីតាម្នាក់នាងក៏ចេញមកថ្វាយបង្គំដោយសេចក្តីគោរពព្រះថេរៈសួរថានាងធ្វើបញ្ញកម្មដូចម្ដេចបានជាមានសម្បត្តិស្ដុកស្ដំយ៉ាងនេះទេពធីតាខ្មាស់ព្រះថេរៈណាស់ធ្វើលាក់លៀមមិនចង់ប្រាប់សោះតែដោយលោកជំរិតសួរខ្លាំងពេកអត់ទ្រាំមិនបានក៏ទូលថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនខ្ញុំប្រកាសណាឥតដែលបានធ្វើបុណ្យកុសលអ្វីនឹងគេទេការកើតជាមនុស្សនោះគ្រាន់តែរក្សាសច្ចៈប៉ុណ្ណោះសម្បត្តិទាំងនេះកើតឡើងដោយពាក្យសច្ចៈដែលខ្ញុំបានរក្សានឹងថាកើតពីកុសលកម្មដទៃគឺឥតមានឡើយព្រះថេរៈការជ្រាបដំណឹងសពគ្រប់ហើយក៏ត្រឡប់ពីទេវលោកមកវិញចូលទៅថ្វាយបង្គំព្រះបរមសាស្តាឯវត្តចេតពុនទូលសួរថាបបិទ្ធសម្ដេចព្រះមានប្រភេទដ៏ចម្រើនបុគ្គលដែលគ្រាន់តែរក្សានៅសច្ចៈមិនបានធ្វើនៅបុណ្យទានអ្វីទេតើបានទៅកើតក្នុងទេវលោកសោយសម្បត្តិទឹកមានឬទេព្រះសាស្តាតបថាណែមុគលានម្ដេចក៏អ្នកចាំមកសួរតថាគតក្រែងរឿងរ៉ាវនេះទេពធីតាបានប្រាប់ដោយសពគ្រប់ហើយដឹងណែមុគលានសត្វទាំងឡាយគ្រាន់តែរក្សានៅសច្ចៈខ្វះអីទៅកើតក្នុងទេវលោកសោយទ្រព្យសម្បត្តិមានកកោករឿងនេះបានបញ្ចប់តែប៉ុណ្ណេះសូមអរគុណ